មានរឿងមួយថាមានបរិសម្នាក់មានប្រពន្ធល្អទៅតារៀបការថ្មីបណ្ដាលគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដួកម្ដេចនឹងបានចាយម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញតើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបរោះបណ្ដាលប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណាញាក់អញ្ជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនបរោះការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបរោះប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬញាក់បរោះនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបរោះនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបរោះនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅតើបកំឡោះដែលឈរសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបរោះជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរអ្នកនោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទះសុភាទន្សាយសួរថាថ្វីបានជាយំបងបរោះនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកទៅជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបរោះនោះអរណាស់ខំទៅរកជែកមកឲ្យសុភាទន្សាយស៊ីជែករួចហើយដើរជាមួយបរោះនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដួកម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វីបរោះនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយប្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំនួរគេគ្មានត្រង់តាមព្រះច្បាប់សោះបរោះនោះប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វានកាលពីព្រេងនាយមានបរោះម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមញាតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបុណ្យញាតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមញាតានោះប្តីឃើញប្រពន្ធដែលចូលទៅខ្ទមញាតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមញាតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងញាតាលបស្ដាប់ប្រពន្ធ
ឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបនអេតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាត់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឬដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងឯងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡងដល់ផ្ទះហើយសូថាគេហាអីបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងរហឺមេនោះអណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតលឺធ្ងរឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនខ្នោពាងធំមួយនៅខាងដំណេកសំងុំចាំប្តីនោះដេកខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធัวមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យងូតបន្តិចនឹងអាវស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់ត្បិតត្រូវនឹងពាក្យដែលត្រីបឹងយតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រែដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដោតទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាននោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងរហឺទៀតមេនោះវើពីដងទឹកមកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរុញស្រសៃដូចគេដកចេញពីពាងមកកអោនខ្សឹបថាថ្វីក៏មិនអោនវាមិនទាន់ទេអានោះឆ្ងក់ដដាលមេនោះយកដៃទៅចាប់ជ្រមុជទៅទ្រឹស្លឹកត្រចៀករលះជ្រុះទាំងសក់មើលបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកក្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហើមឡើងមេនោះពុំដឹងបគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលុបលួចអីវ៉ាន់អអ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចអញចេញពីផ្ទះអញទៅចោលនៅក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវព្រៃគេយកមកហៅទុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគញើថាជេមេនោះមានណាស់តាវយប់នេះយើងទៅលុបលួចវាឲ្យបានកុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាលសម្ពុតហូលអាវព្រៃនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរត់រូតពាងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលលួចមកសែងយកទៅចោលឯចៅទាំង4នាក់លុះយប់ក៏បបួនគ្នាទៅលួចចូលទៅរកអីវ៉ាន់ទាំងអស់នោះពុំឃើញប្រទះឃើញតែពាងមួយចងមាត់ជាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពាងនេះបើដូច្នេះត្រូវយើងសែងពាងនេះថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រូវសក់ថាវើយសោតដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកជ្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនថាថ្ងៃមួយមេនោះចុះទៅកំពង់រកទិនអីវ៉ាន់ត្បិតមានសម្ពូទៅនឹងមកដល់ពីស្រុកក្រៅមេនោះដើរទៅដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទារប្រាក់បាងចែកគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទារប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថា
អស់ញាក់ចូលចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះញាក់ណាមគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចៅទាំង4នាក់វាថាចៅនេះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះនៅវាទាំង4បើវាចុះមកខ្ញុំឡើងទៅលើគោកសូមញាក់ចាប់ដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃដំបានមេនោះថាម្នាក់ថ្លៃ2ណែននាយសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបកដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយកពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រកផ្លូវនោះឯចៅទាំង4នាក់លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជេមេនេះហៅពេញជាប្រាច់អធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចៅក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងទៅដេកលើមេឃដោយគ្នាពីគ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើចុងឈើអាចៅនោះថាអីហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាងហើយអោនខ្សឹបថាណយញាក់កុំស្ដីកុំឲ្យញាក់ទាំង3ញាក់ទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងញាក់កុំធ្វើបាបខ្ញុំធ្វើអ្វីអាចៅលឺដូច្នោះក៏មិនស្ដីខិតចូលទៅជិតលោកអបគៀកមេនោះហើយថាអើបងឯងហៅប្រាច់អធំបញ្ឆោតខ្ញុំ2-3ដងឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយើងនិយាយហើយក៏អបតាមចិត្តមេត្រីមេនោះពុំបំរាស់ហើយថាខ្ញុំខ្លាចក្រែងញាក់ស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់ស្មោះចិត្តមួយហើយអាចៅនោះថាបងស្រឡាញ់ស្មោះហើយញ៉ាំងពុំដឹងចិត្តបងចង់ឲ្យបងស្បុតឬឲ្យបងធួម្ដេចមេនោះថាបងស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលៀតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចៅនោះឯអាចៅលៀតអណ្ដាតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលៀតវិញមេនោះកម្មអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែលល់ឯចៅ3នាក់គិតស្មានថានាយសំពៅចោមចាប់ក៏លោតពីលើមេឃឈើរត់ទៅហើយស្រែកហៅគ្នាថាវ៉ៃគ្នាយើងរត់នាយសំពៅដេញហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នោះនិយាយមិនច្បាស់ឮតែលល់គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយតទៅ